ខ្ញុំអត់ចង់ឲ្យខ្មែរយើងជាពិសេសជនស៊ីវិលទៅរងគ្រាប់រងរំសេវក្នុងចំនួនខ្មែរថៃនេះទេពីព្រោះខ្ញុំដឹងថាវាជានយោបាយដែលតាក់ទងនឹងលោកហ៊ុនសែនហើយនឹងថៃណាតែបើសិនជាខ្មែរ fishing ឯងយល់ថាអស់ចិត្តមិនអស់ចិត្តចង់ចាញ់ចង់ឈ្នះទៅសាកលោកមើលទៅបាទទៅសាកលោកមើលទៅទៅចំការពោតវាញ៉ៃញ៉ៃអីគប់វាគប់អីវាដាក់ប្រែតមកហើយពីព្រោះវាអង្គុយចាំតែដាក់ទេបាទវាអត់មានខ្លាចនឹងដាក់ទេបាទវាអត់មានខ្លាចនឹងដាក់ទេពេលនេះវាឈប់ខ្លាចហើយវាឈប់ខ្លាចហើយពីមុនអីវាខ្លាចខ្លះណាហើយបើសិនជាខ្មែរ fishing ឯងចង់ដឹងរឿងខ្ញុំរំលឹកឡើងវិញរឿងហេតុតោះគ្នាគឺនៅខាងកម្ពុជាយើងហ្នឹងលោកហ៊ុនសែនចំណែកនៅខាងថៃគឺទាហានថៃហើយលោកហ៊ុនសែនហ្នឹងតោះគ្នាហើយតោះពីពេលណាមកតោះយូរមកហើយគឺតោះតាំងពីសម័យសង្គ្រាមឆ្នាំ2008វាតោះយូរមកហើយមិនមែនខ្មែរ fishing ឯងតោះទេមិនមែនប្រជាជនខ្មែរយើងទៅតោះជាមួយថៃទេមិនមែនប្រជាជនថៃមកតោះជាមួយនឹងខ្មែរទេគឺតែហ៊ានថៃតោះគ្នាជាមួយនឹងលោកហ៊ុនសែនហើយកាលនោះលោកហ៊ុនសែនក៏បានផ្ទុះអាវុធមួយផ្លែតជាមួយពួកវាហើយធ្វើឲ្យវាអាម៉ាស់អញ្ចឹងវាគុំវាមិនមែនគុំខ្មែរ fishing ឯងទេវាមិនមែនគុំខ្ញុំទេវាមិនមែនគុំបងប្អូនខ្មែរយើងទេគឺវាគុំលោកហ៊ុនសែនដល់ក្រោយមកទៀតលោកហ៊ុនសែនគាត់គិតថាគាត់ខ្លាំងគាត់ក៏ក្អេងក្អាងលូកដៃជើងចូលក្នុងនយោបាយថៃដែលវាគុំគួនគាត់វាយកលេសវាយគាត់ថ្ងៃទី24ខែកក្កដាឆ្នាំ2025នេះណាពេលវាវាយកាលណាវាវាយវាមិនមែនវាយប្រជាជនទេវាវាយតបពីព្រោះតបនៅកម្ពុជាដោយខ្ញុំជម្រាបខ្មែរ fishing ឯងហើយឈ្មោះហៅថាកងយោធពលខេមរៈភូមិន្ទតែតបលោកហ៊ុនសែនអញ្ចឹងសៀមវាវាយដល់វាវាយ5ថ្ងៃហើយលោកហ៊ុនសែនគាត់ស្ងល់គាត់ក៏ឈប់បាញ់តែពេលគាត់ឈប់បាញ់ធម្មតាគាត់លោកហ៊ុនសែនគាត់ជាមេដឹកនាំប្រទេសគាត់មិនចង់ឲ្យប្រជាជនដឹងថាគាត់ស្ងល់ទេអញ្ចឹងគាត់ត្រូវរកវិធីដើម្បីនឹងធ្វើនយោបាយឲ្យប្រជាជនដូចខ្មែរ fishing ឯងហ្នឹងសម្ដែងការអរគុណចំពោះគាត់លើកតម្កើងថាគាត់ជាមនុស្សដែលពូកែខ្លាំងក្លាធម្មតាទេអ្នកកាន់អំណាចគេមិនចង់បាក់មុខបាក់មាត់ទេអញ្ចឹងគេត្រូវធ្វើនយោបាយហើយដល់ធ្វើនយោបាយទៅក៏វាអូសបន្លាយពីថ្ងៃទី28ខែវិច្ឆិកាហ្នឹងតាំងពីថ្ងៃទី28ហ្នឹងណាខែវិច្ឆិកាហ្នឹងរហូតដល់ឥឡូវណាវាចឹងដូច្នេះតាមយោបល់ខ្ញុំទេបើខ្មែរ fishing ឯងយកទៅគិតឲ្យព្រមក៏ព្រមទៅកុំលូកដៃតាមដានទៅយើងនិយាយគ្នាតាមដានទៅកុំលូកដៃកុំចេះថានេះត្រូវអានោះខុសអីអត់មានទេយើងនឹងគ្មានទេលោកហ៊ុនសែនអត់មានយកកកូតគាត់មកស្ដាប់យើងទេហើយថៃក៏វាមិនស្ដាប់យើងដែរយើងនេះណាចាំតែរងគ្រោះទេដល់បានទេអញ្ចឹងកុំចេះអ្នកដែលចង់លុញពងលោកហ៊ុនសែនអីខំប្រឹងប្រជែងមតិអីដើរអត់តន់នយោបាយគាត់ទេនយោបាយគាត់គិតអីគាត់ធ្វើអីគាត់កំពុងគិតហើយយើងតាមដានទៅល្អជាងណាស្អប់សៀមក៏យើងមិនត្រូវស្អប់ខ្លាចសៀមក៏យើងមិនត្រូវខ្លាចយើងប្រយ័ត្នបើយើងនៅចិត្តកន្លែងព្រំដែនយើងប្រយ័ត្នទៅតែយើងកុំចេះអាកាត់ពីព្រោះឲ្យយើងអាកាត់មិនរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនសែនមិនបានស្ដាប់ខ្មែរ fishing ឯងទេមិនបានស្ដាប់ខ្ញុំទេមិនបានស្ដាប់ខ្មែរទេយល់ទេអាហ្នឹងអញ្ចឹងដល់ពេលគេទាស់គ្នាទៅគេសាកកម្លាំងគ្នាទៅលោកហ៊ុនសែនឃើញថាថៃលើកនេះវាអត់ដូចមុនដល់វាអត់ដូចមុនត្រូវរកច្រកចាញ់មាន3យ៉ាងទី1ដោះស្រាយជាមួយថៃទី2ដោះស្រាយជាមួយអន្តរជាតិកុំឲ្យខ្មែរបាក់មុខព្រោះគាត់ជាមេដឹកនាំទី3គឺកុំឲ្យខ្មែរហ្នឹង
ឃើញថាគាត់ខ្សោយឲ្យអរគុណគាត់សួរថាតើលោកហ៊ុនសែនធ្វើហ្នឹងយ៉ាងម៉េចដែរនេះខ្ញុំក៏ចឹងដែរបើខ្ញុំដឹកនាំប្រទេសកម្ពុជាក៏ខ្ញុំធ្វើដូចតែលោកហ៊ុនសែនដែរខ្ញុំមិនឲ្យបាក់មុខបាក់មាត់ទេអញ្ចឹងដោយសារតែមិនឲ្យបាក់មុខបាក់មាត់ហ្នឹងត្រូវពន្យាពេលដល់ពន្យាពេលទៅសៀមវារករឿងបន្តប៉ុណ្ណេះឯងណាខ្មែរ fishing នឹងអញ្ចឹងអូខេអានេះខាងខ្ញុំណាខ្ញុំស្រាយអញ្ចឹងជូនណាតែបើសិនជាយល់ឃើញថាចង់ច្បាំងទៅសាកតែឥឡូវពុះមកវិញឥឡូវហ្នឹងព្រោះវាទៅហ៊ានណាប្រជាជនដែលមានយោបល់ខាងខ្មែរនេះមិនទៅហ៊ានទេណាយើងគ្រាន់តែជាមនុស្សចេះអាកាត់អីឃើញអញ្ចឹងហើយបើយើងចេះអាកាត់មិនក៏យើងមិនចេះអាកាត់ជាមួយយួនផងនៅក្រោមយួនពី79ដល់91ដល់ក្រោយមកពី93មករហូតដល់ឥឡូវនេះ30ឆ្នាំជាងហើយយួនគៀមបានអីច្រើនណាមិនក៏យើងមិនជឿចាប់មិនក៏យើងមិនមានយោបល់មិនក៏ទៅមានយោបល់ឥឡូវណាបើនិយាយទៅយួនយកអស់100សៀមមិនទៅយកអត់10ទេណាហើយចុះអា90ច្រើនជាងសៀមយកមិនក៏យើងមិនជឿក៏បានមកពីយើងខ្លាចមិនចឹងកាលហ្នឹងគេកងយើងឥឡូវហ្នឹងយើងមិនខ្លាចទៅចិត្តមើលទៅចិត្តត្រូវឥឡូវហ្នឹងសៀមវាអត់មានញញើទៀតទេឥឡូវនេះណាឥឡូវអញ្ចឹងយល់ល្អយើងត្រូវគេថាបោះវាជាឆ្ងាយយើងកិច្ចទៅណាយើងកុំឲ្យទៅចិត្តវាទុកឲ្យលោកហ៊ុនសែនគាត់ដោះស្រាយទៅហើយបើដោះស្រាយចេញទៅយ៉ាងម៉េចក៏យើងតវ៉ាលោកហ៊ុនសែនអត់បានទេឧទាហរណ៍ថាលោកហ៊ុនសែនណាឲ្យដីបដោយ800គីឡូម៉ែត្រហ្នឹងឲ្យដី1គីឡូទៅតឹងរហូតតាំងពីជើងមកត្បូងក៏យើងមិនដឹងធ្វើម៉េចយើងហ៊ានតវ៉ាត្រូវលើអញ្ចឹងយើងមិនមែនជាអ្នកកាន់ស្រុកទេប្រទេសហ្នឹងមិនមែនប្រទេសហ្នឹងសូម្បីតែដីយើងដាំសសរធ្វើផ្ទះហ្នឹងណាយើងរក្សាមិនបានផងយើងរក្សាដីយើងធ្វើផ្ទះហ្នឹងធ្វើមិនបាច់ធ្វើផ្ទះធំទេធ្វើតែខ្ទមនៅហ្នឹងក៏យើងរក្សាមិនបានផងឈ្មោះតែកម្ពុជានេះមិនមែនរបស់យើងទេណារបស់លោកហ៊ុនសែនណារបស់គ្នាគាត់ណាមិនមែនរបស់យើងទេយើងចូលសមាជិកគណៈបកប្រជាជនក្រោយក៏មិនមែនរបស់យើងដែរបើមិនជឿដីឡើងថ្លៃមកគួរឯងចុយម៉ាយឡើងហ្នឹងឯងហ៊ានហោះឯងប៉កឡើងហ្នឹងងើបមួយវាយមួយអ្នកណាបរទេសណាមកងើបមួយវាយមួយលោកហ៊ុនសែនប្រាប់ហើយក៏ងើបអញ្ចឹងយើងស្វែងយល់ការពិតយើងត្រូវរៀនគិតល្អជាងកុំចាញ់យោបល់រឿងអីណាអីហ្នឹងឧទាហរណ៍ដូចកូនខ្មែរម្នាក់មករៀននៅសាលាជើងទឹកស្រុកអាមេរិកខាងប្តឹងសៀមទៅ ICC ប្តឹងទៅខ្ញុំអរណាស់ឲ្យតែប្តឹងថាមានមនុស្សឲ្យចុះហត្ថលេខាគ្រប់ប្តឹងទៅប៉ុន្តែបើលោកហ៊ុនសែនមិនប្តឹងសួរថាក្មួយប្រុសហ្នឹងគាត់ធ្វើកើតទេគាត់ធ្វើអត់កើតទេហើយចុះមិនបានហ៊ុនសែនមិនប្តឹងយើងមិនដឹងរឿងគាត់អារឿង ICC ហ្នឹងមិនមែនចេះនឹកឃើញប្តឹងណាសួរតែក្មួយប្រុសដែលមករៀនទៅហ៊ាននៅស្រុកអាមេរិកហ្នឹងត្រឡប់ទៅវិញពាក់សាក់1សាក់2សាក់3សាក់4ហ្នឹងសួរតែបងប្រុសហ្នឹងចេះក្មួយប្រុសហ្នឹងចេះច្បាប់អន្តរជាតិទេគ្មានចេះខ្មោចយកទេអត់ចេះហើយសួរថាតើឯកជនប្តឹងទៅ ICC បានទេងាប់បើឯកជនប្តឹងទៅ ICC បានហ្នឹងមនុស្សអត់ផ្ទះសម្បែងនៅមនុស្សគេដេញគេវាយរហូតដល់ស្លាប់នៅតាមថ្នល់អីប្តឹងទៅ ICC អស់ហើយ ICC ប្រហែលជាវាអត់យកបណ្ដឹងខ្ញុំវាអត់យកបណ្ដឹងក្មួយហ្នឹងវាក៏អត់យកបណ្ដឹងពីណាដែរវាយកបណ្ដឹងពីរដ្ឋអីចឹងទៅណាហើយយើងឃើញ ICC រត់ចាប់ខ្លួនBenjamin Netanyahu រកចាប់ខ្លួនអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស Benjamin Netanyahu រកចាប់ខ្លួនមេអាម៉ាស់រកចាប់ខ្លួន Vladimir Putin ចាប់បានទេចាប់តទៅត្រូវប្រកាច់របស់វាទៅណាអាណាគេទៅស្ដាប់ ICC ហ្នឹងហើយចុះបើសិនជាកម្ពុជាយើងប្តឹងទៅ ICC ចាប់ថៃបានណាចុះកំហុសលោកហ៊ុនសែនហ្នឹងគេប្តឹងបាន
ហើយបើ ICC នឹងអត់ចាប់លោកហ៊ុនសែនទេក៏ចាប់ថៃបានដែរអញ្ចឹង ICC នឹង IC អាចទៅកុំសូវជឿពេក IC អាចទៅណាអត់ហ៊ានមកអាធំទេចាប់បានណាមេដឹកនាំអាព្រេចកប៉ិចកប៉ុកបន្តិចបន្តួចចាប់ដែរណាដូចទៅតេអីចឹងណានយោបាយគេចាប់អញ្ចឹងទៅប៉ុន្តែប៉ះមកអាធំគក់ឥឡូវមិនបាច់អាធំទេប្រទេសតូចមួយដូចអ៊ីស្រាអែលប៉ះវាមើលវាហ៊ានបញ្ជូនភ្នាក់ងារសម្ងាត់វាទៅចាប់តុលាការ ICC នឹងយកមកញាត់គុកវិញទាំងអស់រួម